ក្មេងខ្លះពីតូចរៀនប៉ាកែឆ្លាតហើយស្ដាប់បង្គាប់ពុកម្ដាយទៀតតែដល់ពេលធំឡើងរៀនអត់សូវប៉ាកែហើយអ្នកខ្លះរៀនខ្សោយយកហ្មងហើយរឹងរូសអត់ស្ដាប់បង្គាប់ពុកម្ដាយអញ្ចឹងទៅអញ្ចឹងយើងត្រូវដឹងថាតើមូលហេតុចម្បងហ្នឹងថាហេតុអីបានជាគាត់ទៅជាអញ្ចឹងតើគាត់ពិតជាដល់អាយុទៅខ្ជិលមែនឬក៏យ៉ាងម៉េចអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកមូលហេតុ7ចំណុចដែលធ្វើឲ្យក្មេងដែលធ្លាប់តែប៉ាកែឆ្លាតល្អពីនៅក្មេងហ្នឹងបែរជាទៅជាក្មេងរៀនមិនសូវប៉ាកែរៀនខ្សោយលែងចង់រៀនឬក៏ខ្ជិលរៀនអីហ្នឹងបាទឬក៏ផ្លាស់ប្ដូរអត្តចរិតពីស្ដាប់បង្គាប់មករឹងរូសអីហ្នឹងដើម្បីឲ្យបងប្អូនឪពុកម្ដាយជាពិសេសអ្នកដែលគាត់មានបញ្ហាហ្នឹងយកចិត្តទុកដាក់ហើយនឹងអាចដោះស្រាយបញ្ហាបានមូលហេតុទី1គឺដោយសារតែឪពុកម្ដាយហ្នឹងគាត់គ្រប់គ្រងកូនទាំងស្រុងមានន័យថាកូនគាត់ដែលរៀនប៉ាកែឆ្លាតហ្នឹងគឺមិនមែនដោយសារខ្លួនឯងទេគឺដោយសារឪពុកម្ដាយឧទាហរណ៍ថាក្នុងមួយថ្ងៃហ្នឹងពីព្រឹកដល់ល្ងាចហ្នឹងត្រូវធ្វើខ្លះឪពុកម្ដាយរៀបចំអស់ហើយទៅរៀនសាលាណាឪពុកម្ដាយរៀបចំឲ្យរៀនគួរឬក៏ថ្ងៃសៅរ៍ទឹកធ្វើអីហ្នឹងឬក៏សូម្បីតែពេលដែលសាលាមានជំរើសអីឲ្យកូនគឺម្ដាយមិនដែលបានសួរកូនភាសាមិនកូនថាគាត់ចង់បានជំរើសមួយណាទេគឺម្ដាយគាត់ជឿរើជំរើសហ្នឹងឲ្យប្រាប់ទៅសាលាមិនថាម្ដាយជាអ្នកសម្រេចចិត្តហ្មងបាទហ្នឹងមិនថាការគ្រប់គ្រងកូនទាំងស្រុងដែលកូនមិនបានចូលរួមក្នុងការធ្វើការសម្រេចចិត្តមិនបានចូលរួមក្នុងទំនួលខុសត្រូវហើយកូនក៏គ្មានថារៀនហ្នឹងមានគោលដៅច្បាស់លាស់ដែរគឺថាម្ដាយគាត់រៀបចំឲ្យគ្រប់បែបយ៉ាងអូខេមេរៀនសាលាថ្ងៃហ្នឹងរៀនអីខ្លះអូខេ homework មានប្រមាណថ្ងៃណាត្រូវផ្ញើឲ្យគ្រូវិញអញ្ចឹងឪពុកម្ដាយគាត់គិតជាអ្នករៀបតារាងមករៀបតារាងហើយកូនឯងម៉ោងប៉ុណ្ណេះត្រូវរៀនម៉ោងស្មើនេះថ្ងៃនេះត្រូវផ្ញើឲ្យគ្រូវិញណាមិនថាគាត់រៀបចំទាំងអស់អញ្ចឹងហើយធម្មតាក្មេងអាយុក្រោម10ឆ្នាំហ្នឹងគឺបើបានឪពុកម្ដាយយកចិត្តទុកដាក់បានប៉ុណ្ណេះគឺល្អមែនតើល្អណាស់បាទប៉ុន្តែវាគុណវិបត្តិមួយគឺថានៅពេលដែលគាត់ធំឡើងគាត់មានបញ្ហាវិញគាត់ចាប់ផ្ដើមមានគំនិតខ្លួនឯងណាអញ្ចឹងអរម៉ូនគាត់ចាប់តាមដូរការគិតរបស់គាត់ក៏ចាប់ផ្ដើមដូរដែរអញ្ចឹងមិនមែនមានន័យថាអូខេឪពុកម្ដាយដែលមានពេលវេលាឲ្យកូនគ្រប់គ្រងកូនបដាកូនគ្រប់បែបយ៉ាងនេះមិនល្អទេវាល្អប៉ុន្តែវានៅមានចំណុចមួយចំនួនដែលយើងត្រូវរៀនសូត្រសិក្សាថាតើវាមានគុណវិបត្តិអីខ្លះនៅក្នុងហ្នឹងគុណវិបត្តិហ្នឹងគឺនៅពេលដែលកូនគាត់ឈានដល់វ័យយុវវ័យដូចខ្ញុំនិយាយហ្នឹងគឺគាត់ផ្លាស់ប្ដូរការគិតរបស់គាត់ហ្នឹងអញ្ចឹងកាលណាយើងនៅតែឪពុកម្ដាយនៅតែបន្តប្រើប្រាស់វិធីសាស្ត្រដែលយើងធ្វើដាក់គាត់កាលពីនៅក្មេងវាឡើងមានប្រសិទ្ធភាពហើយដោយសារការគិតរបស់គាត់ដូរហើយអញ្ចឹងណាបាទប៉ុន្តែឪពុកម្ដាយអត់ដូរវិធីសាស្ត្រក្នុងការអប់រំកូនក្នុងការមើលថែកូននៅតែប្រើវិធីសាស្ត្រកាលពីនៅក្មេងតែហើយគិតថាវិធីសាស្ត្រហ្នឹងវាមានប្រសិទ្ធភាពវាល្អនៅតែប្រើពេលខ្លះបើសិនជាកូនហ្នឹងគាត់ល្អដែរគាត់ជាមនុស្សស្ដាប់បង្គាប់អីសិលធម៌ល្អដែរគាត់អត់ហ៊ានប្រកែកតវ៉ាឬក៏ជាកាយវិការអីដែលឲ្យពុកម្ដាយដឹងប៉ុន្តែគាត់ internal resistance គឺមានបាទអញ្ចឹងពុកម្ដាយត្រូវចំណាំមើលកន្លែងហ្នឹងហើយ internal resistance គឺទាក់ទងនឹងបញ្ហាផ្លូវចិត្តគឺជាការប្រកែកឬក៏ប្រឆាំងនៅក្នុងចិត្តវាធ្វើឲ្យក្មេងហ្នឹងឡើងសូវខ្វល់ពីការសិក្សារបស់គាត់បាទពេលខ្លះគាត់ធ្វើដើម្បីបំពេញមុខបំពេញមាត់នៅពុកម្ដាយអញ្ចឹងណាបាទប៉ុន្តែគាត់អត់ explore មានថាគាត់អត់ខំប្រឹងរៀនខ្លួនឯងថាអូឥឡូវគាត់ត្រូវរៀនបន្ថែមនេះបន្ថែមនោះអីទៀតគាត់អត់មាន initiative ហ្នឹងទេអត់មានកម្រិតដូចដើមហ្នឹងទេតាមពិតទៅក្មេងដែលចូលថ្នាក់ទី7ទៅណាជាមធ្យមសិក្សាហ្នឹងទីសាស្ត្រដែលឲ្យក្មេងរៀនបានល្អលឿនបកាយហ្នឹងគឺគេឲ្យក្មេងហ្នឹងជា self learner ឬក៏មួយទៀតគេហៅថា independent learner មានន័យថាជាអ្នករៀនឯករាជ្យមានថាគាត់ចង់រៀនអីគាត់ទៅរកហ្នឹងទៅគាត់ចង់ធ្វើអី experience គាត់ផឹងខ្លួនឯងគាត់ដោះស្រាយបញ្ហាខ្លួនឯងប៉ុន្តែបើសិនជាមានឪពុកម្ដាយគាត់គ្រប់ហើយប្រើវិធីសាស្ត្រនៅក្មេងហ្នឹងសួរតែគាត់មានឱកាសគាត់មានសិទ្ធគាត់មានអីធ្វើអីខ្លួនឯងគាត់អត់ទេប៉ុន្តែគាត់ហ៊ានប្រឆាំងជាចំហហ៎ភាគច្រើនគឺនៅវ័យហ្នឹងអត់ទាន់ហ៊ានប្រឆាំងជាចំហទេគាត់ប្រឆាំងជាលក្ខណៈស្ងៀមស្ងាត់បាទអញ្ចឹងអាកាយវិការដែលបង្ហាញថាគាត់ប្រឆាំងលក្ខណៈស្ងៀមស្ងាត់ហ្នឹងគឺមានដូចជាឧទាហរណ៍ថាគាត់មាន homework មាន assignment ពីសាលាមកគាត់អត់ខ្វល់គាត់ដើរនឹកឃើញធ្វើទេគាត់ចាំម្ដាយគាត់ប្រាប់ថាគាត់ធ្វើបាទម្ដាយគាត់ត្រូវតែរំលឹកគាត់ថាឥឡូវត្រូវផ្ញើគ្រូថ្ងៃណាធ្វើនេះមកប្រហែលបើអត់ប្រាប់គាត់គឺគាត់អត់ធ្វើអញ្ចឹងដល់ក្មេងដល់វ័យហ្នឹងរៀននៅតែអញ្ចឹងទៀតគាត់មិនរៀនបកាយបានអត់បកាយបានទេហើយដល់ពេលបើសិនជាគាត់
អត់បានធ្វើគាត់ដាក់បន្ទុកទៅលើម្ដាយគាត់ពុកម្ដាយគាត់ថាម៉ាក់អីអត់រំលឹកខ្ញុំផងអត់ប្រាប់ខ្ញុំផងណាហើយកូនដល់វ័យហ្នឹងហើយបើសិនជាគាត់នៅតែរៀនអញ្ចឹងគឺគាត់រៀនអត់ប្រកែទេពេលនៅក្មេងហ្នឹងយើងមានពេលវេលាឲ្យកូនយើងជួយបង្រៀនកូនអីហើយប៉ុន្តែយើងត្រូវដើរតួនាទីជាគេថាជាអ្នកបង្រៀនកូនឲ្យចេះរៀបចំពេលវេលាយើងកុំដូចថាតើតើនឹងការសម្រេចចិត្តអីត្រូវឲ្យគាត់ចូលរួមសម្រេចចិត្តដែរបង្រៀនគាត់ឲ្យចេះគ្រប់គ្រងខ្លួនឯងហើយគ្រប់គ្រងពេលវេលាអីហ្នឹងអញ្ចឹងពេលដែលគាត់ធំឡើងគាត់មានបទពិសោធន៍គាត់ចេះតាំងពីក្មេងមកបាទហើយនៅពេលដែលកូនឈានដល់វ័យយុវវ័យនេះហើយយើងត្រូវតែដកឃ្លាចេញហើយយើងអត់អាចប្រើប្រាស់វិធីសាស្ត្រការពីយើងគ្រប់គ្រងគាត់នៅក្មេងទៀតទេយើងត្រូវយល់ចិត្តគាត់បានច្រើនបាទហើយយើងផ្ដល់សិទ្ធិផ្ដល់សេរីភាពគាត់បានច្រើនហើយយើងជាឪពុកម្ដាយធ្វើជាទីប្រឹក្សាគាត់វិញឥឡូវអូខេគាត់ឯងជំរឿសមេរៀនជំរឿសកីឡាអីគាត់រើសខ្លួនឯងទៅណាប៉ុន្តែម៉ាក់ចូលរួមយោបល់ចេះរបៀបរៀបចំមេរបៀបធ្វើការស្រាវជ្រាវអីយើងបង្រៀនកូនថាស្រាវជ្រាវគាត់ត្រូវអាចប្រើកម្មវិធីនេះចេះជា consultant ហើយចុងក្រោយគឺឲ្យកូនជាអ្នកសម្រេចចិត្តយើងផ្ដល់តែជា advice ទៅបានហើយជា knowledge ជា experience ឲ្យកូនមានអារម្មណ៍ថាអ្វីដែលគាត់បានធ្វើហ្នឹងជាគាត់មាន ownership ណាមានភាពជាម្ចាស់នៅលើរឿងរបស់គាត់ហ្នឹងបាទហើយគាត់មានអារម្មណ៍ថាគាត់មានសេរីភាពហើយ independent អញ្ចឹងកាលណាសិស្សជាគេហៅថា self learner ជា independent learner ហ្នឹងគឺគាត់រៀនបានលឿនរៀនបានច្រើនណាហើយដូចជាគាត់មាន background មកពីក្មេងមកល្អបកកែទៀតគាត់រៀននៅតែបកកែនៅតែល្អអញ្ចឹងមូលហេតុទី2គឺតកតងទៅនឹងអត្តសញ្ញាណរបស់គាត់ពីក្មេងមកអាចថាជាផ្នត់គំនិតឬក៏អ្វីមួយដែលគាត់បានកំណត់ថាជាអត្តសញ្ញាណរបស់គាត់អញ្ចឹងសម្រាប់តែសិស្សគាត់បកកែគាត់ឆ្លាតហ្នឹងណាគឺគាត់មានអត្តសញ្ញាណថាជាក្មេងឆ្លាតជាក្មេងបកកែហ្នឹងតាំងពីតូចមកហើយពាក្យហ្នឹងគឺគាត់ឮឪពុកម្ដាយគាត់ឬក៏គ្រូគាត់អ្នកជិតខាងគាត់សរសើរគាត់ថាគាត់ក្មេងឆ្លាតក្មេងបកកែក្មេងឆ្លាតក្មេងបកកែគាត់ឯងឆ្លាតជាងគេក្នុងមួយឋានៈគាត់ឯងសឹងតែមិនរៀនក៏បានលេខ1ដែរនៅពេលណាដែលយើងសរសើរគាត់ថាគាត់ឆ្លាតបកកែជាងគេអីជាងគេយូរទៅបាទយូរទៅវាជាការកំណត់អត្តសញ្ញាណនៅក្នុងខួរក្បាលគាត់ថាគាត់ជាមនុស្សឆ្លាតបាទការសរសើរវាអត់មានខុសអីទេប៉ុន្តែបើយើងសរសើរប្រើខុសពាក្យវាខុសដែរបាទការសរសើរសម្រាប់ក្មេងគឺគេឲ្យយើងសរសើរពីការខិតខំប្រឹងប្រែងមកគាត់គេមិនឲ្យយើង label គាត់ទេ label ដូចខ្ញុំនិយាយមិញគឺមានថាយើងដាក់ផ្លាកឲ្យគាត់មកថាគាត់ឯងសិស្សបកកែគាត់ឯងបកកែជាងគេគ្មានណាបកកែជាងគាត់ឯងយើងនិយាយចឹងយូរទៅ build ជា mindset មួយក្នុងខួរក្បាលគាត់ណាដែលគេហៅថា identity ហ្នឹងណាវាគាត់គិតថាខ្លួនឯងបកកែបាទបកកែហ្មងអញ្ចឹងហើយជាពិសេសកូនក្មេងណាមុន10ឆ្នាំនេះគឺគាត់ស្រូបអាពាក្យនឹងចូលហើយគាត់ label ខ្លួនឯងថាជាក្មេងបកកែដែរហើយគាត់មើលអ្នកផ្សេងនរណាក៏ inferior ជាមួយគាត់ដែរបាទគាត់ថាមានថាគាត់មើលនរណាផ្សេងក៏មិនដល់គាត់មើលក្មេងផ្សេងគាត់មកដល់គាត់ដោយសារគាត់កំណត់ខ្លួនឯងថាគាត់បកកែគាត់ឆ្លាតដែរបាទអញ្ចឹងគុណសម្បត្តិគឺល្អគាត់មានកម្លាំងចិត្តណាគាត់សប្បាយចិត្តអីចឹងប៉ុន្តែមានគុណវិបត្តិគឺនៅពេលដែលគាត់ឡើងទៅដល់វ័យយុវវ័យនោះគាត់ឡើងទៅដល់មធ្យមសិក្សាដែលជាកន្លែងប្រកួតប្រជែងកាន់តែខ្លាំងអញ្ចឹងមេរៀនអីវាមិនមែនស្រួលដូចមុនទៀតណាបាទត្រូវការស្រាវជ្រាវត្រូវការរៀនច្រើនហើយដល់ពេលកម្រិតហ្នឹងវាមានអ្នកបកកែផ្សេងទៀតមានអ្នកខ្លះនៅពីតូចអត់បកកែណាបាទប៉ុន្តែមកដល់វ័យហ្នឹងបកកែវិញអានោះចាំអេពីសូតក្រោយខ្ញុំនិយាយបញ្ហាហ្នឹងម្ដងបាទគឺថាពីតូចអត់បកកែធម្មតាបកកែហ្នឹងមានរឿងផ្សេងទៀតអញ្ចឹងនៅពេលដែលគាត់ដល់វ័យមួយហ្នឹងរៀនចុះរៀនឡើងរៀនដូចថាធ្លាប់តាពីក្មេងឡងឲ្យបាន95 6 100អញ្ចឹងដល់ពេលមកដល់វ័យនេះធ្លាក់មកមិនថាធ្លាក់ខ្លាំងធ្លាក់ត្រឹមតែ80ហ្នឹងក៏បាក់ទឹកចិត្តដែរបាទឬក៏គាត់ឃើញមិត្តភក្តិគាត់ឬក៏នរណាដែលគាត់ស្គាល់ដែលធ្លាប់ពីមុនគាត់គិតថាគេអន់ជាងគាត់ណាបាទហើយឥឡូវគេមកតាមគាត់តន់ឬក៏លើគាត់ណាអាហ្នឹងទៅហើយបាក់ទឹកចិត្តយើងហ្មងហើយជាពិសេសអ្វីខ្ញុំនិយាយវ័យយុវវ័យនេះគឺជាវ័យដែលចិត្តច្រើនមែនតើបាទចិត្តច្រើនពេលដែលគាត់ធ្លាក់បន្ទុកហើយកូនចិត្តនេះមិនមែនធ្វើឲ្យគាត់ខំរៀនទេណាបាទផ្នត់គំនិតរបស់យុវវ័យហ្នឹងគឺអត់ដូចយើងគិតទេអត់ខំរៀនទេពេលដែលគាត់ធ្លាក់គឺគាត់ធ្លាក់យកហ្មងឧទាហរណ៍ថាឥឡូវគាត់ធ្លាក់បន្ទុកមក80ឬក៏70អញ្ចឹងណាអញ្ចឹងតាមពិតគាត់ត្រូវតែ
ខំរៀនឡើងវិញដើម្បីបានមក90ឬ100ខំរៀនឡើងវិញណាបាទប៉ុន្តែក្មេងបែបហ្នឹងក៏អត់រៀនឡើងវិញទេដោយសារគាត់គិតថាអញ្ចឹងគាត់ថាបើអញខំរៀនឡើងវិញហើយប្រឡងទៅនៅតែបាន70ឬក៏បន្ទុកទៀតដែរមិនវីវចឹងសុខចិត្តអត់រៀនគាត់បើជាងបាទហើយ70នឹងដែរឬក៏ក្រោមហ្នឹងចង់បង្ហាញគេថាខ្ញុំអត់បានខំប្រឹងផងចឹងបន្ទុកខ្ញុំប៉ុណ្ណឹងវាត្រូវហើយណាចឹងអាផ្នត់កំណត់នេះគឺឪពុកម្ដាយជាច្រើនគឺអត់បានគិតដល់ទេគឺគាត់ជ្រើសរើសផ្លូវមិនព្យាយាមប្រសើរជាងព្យាយាមហើយមិនបានជោគជ័យបាទចឹងឈានដល់ដំណាក់កាលមួយគាត់ចង់បោះបង់ហើយដែលរោគសញ្ញាដែលខ្ញុំថាគាត់ឡើងចង់រៀនហ្នឹងចាប់ដើមឡើងឡើងចង់ទៅរៀនឡើងចង់សាលាឬក៏ធ្វើខ្ជិលធ្វើអីចឹងណាយើងចេះឆ្ងល់ហ្នឹងតាមពិតគឺវាចេញពីមូលហេតុដែលគាត់ធ្លាប់កំណត់ identity របស់គាត់ថាជាមនុស្សឆ្លាតមនុស្សពូកែអញ្ចឹងនៅពេលដែលធ្លាក់បន្ទុកអីបន្តិចទៅឧទាហរណ៍ថាបន្ទុក75 80អីវានៅតែជាបន្ទុកល្អហ្នឹងប៉ុន្តែសម្រាប់គាត់គឺអត់ល្អហើយគាត់បាក់ទឹកចិត្តយើងត្រូវចេះរកពាក្យសរសើរគាត់មកពាក្យដែលសរសើរល្អជាងគេគឺយើងនិយាយពាក្យថាអូប៉ាម៉ាក់មានមោទនភាពដែលកូនកាត់ខំរៀនសូត្រណាអូកូនធ្វើបានល្អណាស់ណាបាទអូកូនខំរៀនល្អមែនតើយើងនិយាយទៅយើងសរសើរតែការខិតខំប្រឹងប្រែងមកគាត់ទេហើយក៏យើងក៏អត់ប្រៀបធៀបថាគាត់ប្រកែកជាងគេឬក៏ល្អជាងគេអីដែរគឺយើងជំរុញទឹកចិត្តថាឲ្យតែកូនឯងខំរៀនគឺប៉ាម៉ាក់សរសើរមកឲ្យតែកូនឯងខំរៀនកូនឯងបានរង្វាន់បាននេះបាននោះជាការលើកទឹកចិត្តអីចឹងទៅអញ្ចឹងយើងពីតូចដល់ធំរបស់ដែលយើងត្រូវតែជំរុញគាត់ជាងគេគឺការខិតខំប្រឹងប្រែងមូលហេតុទី3គឺក្មេងនេះគាត់អត់ធ្លាប់ពិបាកដោយសារតែគាត់រស់នៅក្នុងគ្រួសារដែលមានធនធានសមល្មមឬក៏ធនធានច្រើនហើយឪពុកម្ដាយគាត់មានពេលវេលាមើលថែដូចខ្ញុំនិយាយខាងដើមអញ្ចឹងណាឪពុកម្ដាយធ្វើអ្វីគ្រប់យ៉ាងឲ្យគាត់ទាំងអស់អញ្ចឹងក៏អត់ពិបាកគាត់អត់មានអីតស៊ូទេអត់មានធ្វើអីដែលជាខ្លួនឯងទេយើងអត់បានបរៀនពីគេហៅថាភាពធន់របស់គាត់ទេការតស៊ូរបស់គាត់ទេអញ្ចឹងឪពុកម្ដាយដែលគាត់មានធនធានហ្នឹងភាគច្រើនគឺគាត់ខ្លាចកូនគាត់ពិបាកអញ្ចឹងការដែលយើងមិនដែលបង្រៀនគាត់ពីការតស៊ូពីការលំបាកនេះក៏ជាមូលហេតុមួយដែលនៅពេលដែលគាត់ដល់វ័យដែលគាត់រៀនច្រើនគាត់មានទំនួលខុសត្រូវទៅគាត់អត់មានភាពធន់ទេបាទនៅពេលដែលគាត់ជួបប្រទះការលំបាកអីមួយទៅគាត់ងាយនឹងបោះបង់ចោលអញ្ចឹងនៅពេលដែលយើងផ្ដល់អ្វីគ្រប់យ៉ាងឲ្យកូននៅពីក្មេងហ្នឹងនៅពីតូចហ្នឹងធ្វើឲ្យគ្រប់យ៉ាងកូនខ្លាចកូនលំបាកខ្លាចកូនឈឺហ្នឹងវាល្អជាការស្រឡាញ់កូនដោយសារតែយើងមានធនធានមានពេលវេលាឲ្យគាត់មែនប៉ុន្តែយើងបានបង្រៀនគាត់ឲ្យងាយនឹងបោះបង់បាទអ្វីមួយមិនតស៊ូណាបាទយើងត្រូវការឲ្យក្មេងហ្នឹងមានភាពធន់នៅក្នុងខ្លួននៅពេលដែលគាត់ឃើញភាពលំបាកព្រោះអីហ្នឹងគាត់គិតថាហ្នឹងវាជាផាត់ជាផ្នែកមួយនៃជីវិតរបស់គាត់ត្រូវតែធ្វើគាត់អត់ជំរឿគាត់ត្រូវតែធ្វើគាត់ត្រូវតែរកតែវិធីធ្វើបាទរកវិធីដោះស្រាយវាជាជាងការបោះបង់ចោលអញ្ចឹងបើគាត់ទម្លាប់ថារបស់នេះក៏អត់ធ្វើក៏ម៉ែឲ្យគាត់ធ្វើឲ្យដែរបាទរបស់នេះបើគាត់អត់ធ្វើក៏ម៉ែឲ្យគាត់មានដំណោះស្រាយដែរគាត់អត់មិនគិតមិនខ្វល់ទេយើងដឹងថាក្មេងកាលណាកាន់តែធំទៅរៀនកាន់តែខ្ពស់ទៅវាលំបាកការលំបាកមានកាន់តែច្រើនបាទហើយយើងជាពុកម្ដាយមិនអាចទៅជួយគាត់បានរហូតទេមិនទៅដោះស្រាយបញ្ហាគាត់បានរហូតទេហើយក្មេងក៏គាត់ធំទៅក៏គាត់មិនចង់ឲ្យយើងទៅជួយគាត់ដោះស្រាយបញ្ហាជំនួសគាត់ដែរគាត់ខ្មាស់ពុកម៉ាក់គាត់ដែរណាអញ្ចឹងគាត់ចង់ធ្វើខ្លួនឯងតែធ្វើខ្លួនឯងមិនបើអត់មានវិន័យអត់មាន discipline ជាពិសេសអត់មានភាពធន់នៅក្នុងខ្លួនណាបាទភាពធន់ហ្នឹងដែលភាសាអង់គ្លេសហៅថា resilient បាទ resilient ហ្នឹងគឺជា personality មួយដែលចាំបាច់បំផុតសម្រាប់មនុស្សបាទមនុស្សត្រូវមាន resilient ហ្នឹងព្រោះថាយើងរស់នៅជាមួយនឹងបញ្ហារាល់ថ្ងៃយើងត្រូវការ resilient មានន័យថាយើងប្រឈមនឹងបញ្ហាហ្នឹងយើងអត់ធន់ហើយយើងតស៊ូដោះស្រាយបញ្ហាហ្នឹងមូលហេតុទី4ទាក់ទងទៅនឹងការហត់នឿយនៃការសិក្សានឹងច្រើនពេកកាលពីក្មេងមានន័យថាកាលពីក្មេងហ្នឹងក៏អត់មានភាពជាខ្លួនឯងទេក៏អត់មានពេលវេលាដើរលេងកម្សាន្តទេគឺថាឪពុកម្ដាយគាត់ហ្នឹងឲ្យគាត់រៀនពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ព្រឹកដល់ល្ងាចហើយគឺពេញម៉ោងទាំងអស់រហូតដល់ពេលណាដែលជាខ្លួនឯងអត់មានមិនថាអត់មានភាពជាកុមារភាពទេchildhood ហ្នឹងក៏អត់មានឪពុកម្ដាយបង្ខំឬក៏ឲ្យកូនរៀននឹងខ្លាំងពេកណាបាទហើយមានជាពិសេសមានគេថាក្តីរំពឹងទៀតអញ្ចឹងកាលណាគាត់នៅតូចគាត់អត់ទាន់មានការ resistance ដូចខ្ញុំនិយាយខាងដើមហ្នឹងអត់ទាន់មានទេអត់ទាន់ចេះគិតទេឪពុកម្ដាយកំណត់មកមិនទៅធ្វើអញ្ចឹង follow តាមអញ្ចឹងទៅ
ប៉ុន្តែអាការដែលគាត់មិនមានភាពជាកុមារភាពនៅពីក្មេងនេះគាត់ខំរៀនគួរក្បាលរបស់គាត់ហ្នឹងគឺថាវាពេញទៅដោយការសិក្សាពីក្មេងមកហើយដល់វ័យយុវវ័យដែលខ្ញុំនិយាយមិញនេះដល់វ័យហ្នឹងគាត់ចាប់ដើមអស់កម្លាំងហ្មងបាទ tired គេហៅ emotionally tired ណាបាទមានថាពេលខ្លះរាងកាយគាត់នេះមិនជាហត់អីហ្មងគាត់រៀនប៉ុន្តែខួរក្បាលគាត់វាស្តុកពេញណាអូយរៀនច្រើនណាស់បាទរៀនច្រើនទូចមកអត់បានសុបាយបានអីតែពិតគាត់មិនចេះគិតអញ្ចឹងប៉ុន្តែខួរក្បាលគាត់ហ្នឹងវាចេញជាសញ្ញាមកឲ្យគាត់ tired អញ្ចឹងហ្មងហើយភាសាអង់គ្លេសគេហៅ academic burn out គាត់រៀនច្រើនវាចេះច្រើនហើយប៉ុន្តែអាគុណវិបត្តិគឺខ្ញុំនិយាយមិញហ្នឹងគឺ academic burn out ហ្នឹងគឺគាត់ណាគាត់ចាប់ផ្ដើមអស់កម្លាំងពីការរៀនហ្នឹងអញ្ចឹងរោគសញ្ញាដែលបង្ហាញថាកូនយើងគាត់ burn out ហ្នឹងឬក៏អស់កម្លាំងឡើងចង់រៀនហ្នឹងគឺនៅពេលដែលគាត់បង្ហាញអាកប្បកិរិយាថាគឺថាគាត់ឡើងខ្វល់ឡើងចង់រៀនហ្នឹងទុកម៉ានទុកទៅបានឡើងខ្វល់អញ្ចឹងយើងមិនត្រូវចោលអា childhood របស់កូនយើងទេកូនយើងមើលគាត់នៅក្មេងជាពិសេសនៅមុនអាយុ5ឆ្នាំហ្នឹងគឺគាត់ត្រូវតែលេងសឹងតែ 80-90% បាទរៀនតែ 10-20% បានហើយចូលដល់ថ្នាក់បឋមសិក្សាអញ្ចឹងទៅគាត់លេង50រៀន50អីចឹងទៅបាទលេងហ្នឹងមិនមែនលេងទូរស័ព្ទលេងហ្គេមទេលេងហ្នឹងមិនថាលេងជារបៀបជាក្មេងយើងឲ្យគាត់ទៅលេងនៅសួនឲ្យគាត់លេងកីឡាឲ្យគាត់ធ្វើពលកម្មធ្វើកិច្ចការផ្ទះលេងខ្លះរៀនខ្លះអាហ្នឹងបានវា build momentum បានថាក្មេងហ្នឹងបើថាបកកែឡើងដូចកម្មចនាអញ្ចឹងណាហើយបើសិនជាកូនយើងអត់មានភាពជាកុមាររបស់គាត់ទេអត់មានបទពិសោធន៍ជាកុមារទេអញ្ចឹងពេលដល់វ័យមួយហ្នឹងគាត់អស់ហើយបាទគាត់ទៅលេងវិញខួរក្បាលគាត់ទ្រាំទ្រលេងបានហើយមូលហេតុទី5គឺវិបត្តិអត្តសញ្ញាណសង្គមរបស់គាត់បាទប្រហែលជាបងប្អូនអាចធ្លាប់ស្គាល់យើងជាមនុស្សចាស់ហ្នឹងក៏មានវិបត្តិហ្នឹងដែរគេហៅថា midlife crisis អញ្ចឹង midlife crisis ហ្នឹងគឺសម្រាប់មនុស្សធំមនុស្សចាស់យើងអាចចាប់តាមពីអាយុប្រហែលជា35 36រហូតដល់60ឆ្នាំអញ្ចឹងជាវិបត្តិមួយដែលយើងចាប់ដើមបាត់បង់ទំនុកចិត្តលើខ្លួនឯងហើយមានន័យថាយើងមានគ្រួសារយើងមានអីហើយយើងចាប់ដើមកើតវិបត្តិហ្នឹងវិបត្តិផ្លូវចិត្តហ្នឹងវិបត្តិផ្លូវចិត្តណាបាទចាប់ដើមបាត់បង់ទំនុកចិត្តលើខ្លួនឯងចាប់ដើមអន់ចិត្តជីវិតខ្លួនឯងអញ្ចឹងទៅដូចថាយើងអត់ fulfill dream របស់យើងអត់ fulfill purpose របស់យើងអញ្ចឹងយើងក៏លេចមើលទៅគ្រួសារគេផ្សេងអាយុប៉ុនយើងដែរគេជោគជ័យគេអីហ្នឹងទៅចាប់ដើមគេហៅ crisis មួយវិបត្តិផ្លូវចិត្តមួយដែលលែងទុកចិត្តថាខ្លួនឯងធ្វើឲ្យបានហើយក្មេងគាត់មានវិបត្តិហ្នឹងដែរបាទវិបត្តិរបស់គាត់ហ្នឹងគឺវ័យយុវវ័យហ្នឹងពេលដែលគាត់ចូលយុវវ័យហ្នឹងក៏គាត់មានវិបត្តិហ្នឹងដែរដែលគេហៅថា social status crisis អញ្ចឹងដល់វ័យហ្នឹងគាត់ចាប់ដើមចេះប្រៀបធៀបខ្លួនគាត់ហ្នឹងជាមួយនឹងក្មេងដទៃឃើញបើសិនជាគាត់ឃើញក្មេងដែលធ្លាប់តែរៀនខ្សោយជាងគាត់ហ្នឹងចាប់ដើមតាមគាត់តាន់ឬក៏រៀនបកកាយជាងគាត់ឬក៏ខ្លួនគាត់នេះពីមុនគាត់បកកាយឥឡូវរៀនអត់បកកាយផងអត់សូវបកកាយរៀនធ្លាក់បន្ទុកធ្លាក់អញ្ចឹងទៅគាត់មានវិបត្តិនេះមួយអញ្ចឹងនេះជាពេលវេលាដែលឪពុកម្ដាយត្រូវរៀនយល់ពីបញ្ហាហ្នឹងហើយយើងត្រូវ step in ឪពុកម្ដាយត្រូវតែចូលខ្លួនមកដោះស្រាយបញ្ហាហ្នឹងជួយកូនយើងសង្កេតមើលអាការៈរបស់កូនទៅយើងសង្កេតមើលបញ្ហាផ្លូវចិត្តហ្នឹងយើងជួយមកឲ្យជាយោបល់ឲ្យជាដំបូន្មានឲ្យកូនឲ្យពិភាក្សាជាមួយកូនជាពិសេសយើងត្រូវតែ build គេហៅថា purpose គោលដៅជីវិតឲ្យគាត់យើងជួយរៀបចំគោលដៅជីវិតឲ្យគាត់ឡើងវិញបាទយើងនិយាយធ្វើម៉េចឲ្យស៊ីគ្នាសិនជាមួយកូនយើងដាក់អារម្មណ៍មួយគ្នាយើងស្ដាប់គាត់ឲ្យច្រើនយល់ពីការចង់បានរបស់គាត់ហើយយើងដើរជាមួយគាត់អញ្ចឹងទៅបាទយើងចូលរួមយោបល់ហើយយើងជួយរៀបចំជីវិតឲ្យគាត់ឡើងវិញបាទបានន័យថាយើងធ្វើម៉េចឲ្យគាត់ជីវិតគាត់នឹងមានគោលដៅផ្សេងកុំឲ្យគាត់យកទៅប្រៀបធៀបគិតអ្វីដែលគាត់កំពុងមានបញ្ហាហ្នឹងណាឲ្យគាត់ក៏លេចមើលទៅឆ្ងាយគោលដៅផ្សេងបំភ្លេចអា crisis ហ្នឹងអាវិបត្តិដែលខ្ញុំនិយាយមិញហ្នឹងហើយមានកម្លាំងចិត្តឡើងវិញដើម្បីខិតខំរៀនសូត្រនេះវាជាបញ្ហាចិត្តសាស្ត្រដែលឪពុកម្ដាយចាំបាច់ត្រូវតែព្យាយាមយល់ពីកូនបាទស្ដាប់កូនឲ្យបានច្រើនព្រោះពេលខ្លះពេលដែលកូនគាត់កាចគាត់រឹងរូសគាត់អីហ្នឹងឪពុកម្ដាយរឹងដែរបានថាចង់ឈ្នះកូនដែរអញ្ចឹងអត់មានឱកាសណាដែលទៅសិក្សាយល់ពីចិត្តកូនទេព្រោះកូនពេលខ្លះក៏អត់ចេះ express ហ្នឹងណាគាត់មានអារម្មណ៍អញ្ចឹងតែមិនដឹងប្រាប់យើងថាម៉េចទៅជាគាត់មានអារម្មណ៍អញ្ចឹងគាត់ទៅជាឆេវឆាវអញ្ចឹងទៅគាត់ទៅជារឹងរូសអញ្ចឹងទៅបាទហើយយើងពេលគាត់ឆេវឆាវរឹងរូសយើងខឹងគាត់តែយើងអត់ដឹងថាមូលហេតុអីដែលជំរុញឲ្យគាត់ទៅជាមនុស្សឆេវឆាវរឹងរូសនិយាយឡើងដឹងក្បាលកន្ទួយយើងអត់បានគិតដល់ចំណុចហ្នឹងយើងគិតតែប្រតិកម្មទៅវិញ
កាចទៅវិញបាទអញ្ចឹងវាមិនទៅជួយគាត់វាទៅជើជាទឹកចិត្តគាត់នឹងកាន់តែបាក់ធ្លាក់កាន់តែខ្លាំងបាទហើយរឿងបញ្ហាផ្លូវចិត្តរឿងក្មេងយុវវ័យនេះគឺជារឿងសំខាន់ណាស់កុំគិតថាវាកុំបន្ទោក្មេងពេលតែក្មេងគាត់បាក់ទឹកចិត្តវាអីហ្នឹងតាមពិតយើងត្រូវតែជួយគាត់មូលហេតុទី6តាក់ទងទៅនឹងការពីកូននៅក្មេងឪពុកម្ដាយហ្នឹងគាត់អត់ចង់ឲ្យកូនគាត់ទទួលផលវិបាកអីទាំងអស់បាទគាត់សុខចិត្តធ្វើដើម្បីកូនណាឧទាហរណ៍ថាបើសិនជាកូននឹងត្រូវធ្វើ homework ផ្ញើឲ្យគ្រូបាទគាត់អត់ចង់ឲ្យគ្រូដាក់ពិន័យកូននឹងដោយផ្ញើយឺតណាស់ទេគាត់ត្រូវតែជួយធ្វើហើយមួយទៀតបើសិនជាកូនផ្ញើទៅយឺតហួសពេលអីអញ្ចឹងគឺកូនគាត់ខ្លាចកូនគាត់ទទួលទោសគាត់ទៅនិយាយជាមួយខាងសាលានិយាយមកគ្រូបញ្យល់ហេតុផលអីដើម្បីការពារកូនគាត់អញ្ចឹងទៅឬក៏កូនគាត់ទៅរៀនយឺតអីអញ្ចឹងគាត់អត់ឲ្យកូនគាត់នឹងទទួលពីផលវិបាកនៃការទៅរៀនយឺតនឹងឲ្យគ្រូស្ដីឲ្យដាក់ទណ្ឌកម្មទេគឺគាត់មិនឲ្យគ្រូឬក៏សាលាដាក់ទណ្ឌកម្មកូនគាត់បានទេគាត់ត្រូវតែ intervene បានថាត្រូវតែអន្តរាគមន៍រហូតណាអន្តរាគមន៍មានថាគាត់ call ទៅសាលាកូនខ្ញុំគាត់មកយឺតដោយសារអញ្ចឹងហើយកុំបន្ទោសគាត់ឲ្យសោះអីចេះណាកូនខ្ញុំអត់បានធ្វើ homework ថ្ងៃហ្នឹងដោយសារតែខ្ញុំទេមិនមែនដោយសារគាត់ទេអញ្ចឹងទៅហើយកុំដាក់បន្ទោសគាត់កុំដាក់ទណ្ឌកម្មគាត់ឬក៏កូនធ្វើអីខុសនៅសាលាហ្នឹងគេដាក់ទណ្ឌកម្មដាក់អីហ្នឹងស្ដីឲ្យគេអញ្ចឹងទៅកូនខ្ញុំនៅក្មេងគាត់មិនទាន់ចេះគិតមុំហ្នឹងយើងអត់ឲ្យនឹងគាត់ទៅកុំដាក់ពិន័យគាត់អីអញ្ចឹងទៅចឹងមិនថាពីក្មេងមកគាត់អត់មាន consequence ទេគាត់មាន experience consequence ដែរពេលដែលគាត់អត់បានធ្វើអីមួយគាត់មានកំហុសគាត់ទទួល consequence ខ្លះគឺអត់ដាល់ទេដោយសារតែឪពុកម្ដាយហ្នឹងគាត់អន្តរាគមន៍គ្រប់រឿងមានរឿងមួយទៀតដែលក៏ខ្ញុំធ្លាប់ជួបប្រទះដែរទាក់ទងនឹងការ bully ឧទាហរណ៍ថាកូនគាត់ហ្នឹងត្រូវក្មេងផ្សេង bully កាលណាកូនគាត់ត្រូវក្មេងផ្សេង bully គាត់ខឹងគាត់ទៅរឿងក្មេងហ្នឹងទៅឪពុកម្ដាយក្មេងហ្នឹងបាទហើយគាត់ចង់ធ្វើមិនឲ្យក្មេងហ្នឹងទទួលទណ្ឌកម្មឬក៏យ៉ាងម៉េចយ៉ាងណាបានថាគាត់អន្តរាគមន៍ដោះស្រាយជំនួសកូនគាត់តែពិតក្មេងតែគាត់ឆ្លោះគ្នាយើងត្រូវបរៀនក្មេងឲ្យដោះស្រាយបញ្ហាហ្នឹងថាតើនៅពេលដែលគេ bully កូននៅពេលដែលគេនិយាយមិនអត់ដល់កូនតើកូនត្រូវមានប្រតិកម្មយ៉ាងម៉េចហើយកូនដោះស្រាយបញ្ហាយ៉ាងម៉េចហើយយើងជាឪពុកម្ដាយហាមដាច់ខាតទៅចូលរួមដោះស្រាយបញ្ហាហ្នឹងមិនទេគាត់ក្មេងគ្នាគាត់ឲ្យគាត់រៀនដោះស្រាយបញ្ហាគាត់យើងចូលរួមតែធ្វើម៉េចការពារកុំឲ្យគាត់មានគ្រោះថ្នាក់ឬក៏គាត់យើងមានវិធីសាស្ត្រមធ្យោបាយមួយចំនួនដើម្បីកុំឲ្យគាត់ងាយធ្លាក់ចូលទៅក្នុងអំពើ bully ហ្នឹងប៉ុន្តែបើសិនជាវាកើតឡើងឬក៏វាមិនទាន់កើតឡើងទេយើងត្រូវបង្រៀនកូនឲ្យរៀនចេះដោះស្រាយបញ្ហាហ្នឹងបើសិនជាបញ្ហានឹងវាកើតឡើងហើយក៏ដោយយើងជាឪពុកម្ដាយមិនត្រូវដោះស្រាយជំនួសគាត់ទេយើងបរៀនគាត់ទៅដោះស្រាយទៅបាទអត់ថាថ្ងៃហ្នឹងគេ bully គាត់ហើយគាត់មកប្រាប់យើងអញ្ចឹងយើងប្រាប់គាត់ថាកូនឯងទៅវិញកូនប្រាប់កូនហ្នឹងចេះវិញចេះប្រាប់គ្រូប្រាប់នាយកហើយបើសិនជាជួបកូនហ្នឹងម្ដងទៀតកូនឯងត្រូវនិយាយចេះដើម្បីកុំឲ្យកូនហ្នឹងមានឱកាស bully កូនជាលើកទី2ឬក៏លើកក្រោយទៀតយើងបរៀនកូនអញ្ចឹងបាទអញ្ចឹងយើងត្រូវដឹងថាយើងត្រូវបដ ாய் កូនឲ្យទទួលផលវិបាកខ្លះទទួលទណ្ឌកម្មខ្លះពីកំហុសរបស់គាត់ពីការធ្វើបែបរបស់គាត់អាហ្នឹងគេហៅថា natural consequences បាទគាត់ទៅរៀនយឺតដោយសារតែគាត់ខ្ជិលងើបខ្ជិលអីហ្នឹងមិនដាក់គាត់ឲ្យទៅយឺតហើយផ្ដាំសាលាហ្មងតែកូនខ្ញុំថ្ងៃហ្នឹងគាត់ទៅយឺតស្ដីឲ្យគាត់ផងដាក់ទណ្ឌកម្មគាត់ទៀតកុំឲ្យគាត់យឺតទៀតណាយើងអាហ្នឹងបានល្អបានថាយើងបង្រៀនគាត់ឲ្យទទួលនៅផលវិបាកនៅអំពើធ្វើប្រហែលរបស់គាត់ឬក៏មិនយកចិត្តទុកដាក់របស់គាត់ហ្នឹងបាទយើងចូលរួមជាមួយសាលាជាមួយនឹងអ្នកពាក់ព័ន្ធអញ្ចឹងតែបើកូនខ្ញុំអត់ផ្ញើ homework ទៅទេអត់ធ្វើ homework អ្នកគ្រូឯងដាក់ពិន័យគាត់ឲ្យខ្លាំងតិចបាទលោកគ្រូឯងដាក់មេរៀនគាត់ថែមទៀតដាក់ homework ថែមទៀតណាយើងធ្វើម៉េចឲ្យគាត់ទទួលនៅផលវិបាកនៃភាពខ្ជិលរបស់គាត់ហ្នឹងបាទដើម្បីឲ្យគាត់រៀនពីមេរៀនហ្នឹងណាបាទអញ្ចឹងទៅគាត់មានគាត់អភិវឌ្ឍជំនាញទំនួលខុសត្រូវរបស់គាត់តាំងពីតូចមកមូលហេតុទី7ដែលជាមូលហេតុចុងក្រោយគេនេះគឺទាក់ទងទៅនឹងការប្រើប្រាស់ screen ទូរស័ព្ទឬក៏ការលេង game មកគាត់ហ្នឹងបាទដែលយើងអាចហៅថាវាជា screen addiction ណាអញ្ចឹងក្មេងកាលពីក្មេងបើសិនជាយើងឲ្យគាត់មើលទូរស័ព្ទមើលអីគាត់អត់សូវជក់ដូចវ័យយុវវ័យទេវ័យយុវវ័យនេះគឺវ័យដែលជក់ញៀនទូរស័ព្ទតែម្ដងញៀន screen មកគាត់ណាបើថាលេង game ហ្នឹងជក់ game ហ្នឹងបើថាមើលទូរស័ព្ទគឺគាត់ជក់យកតែមែនតើជក់ខ្លាំងរហូតដល់ញៀនណាបាទយើងអាចថាប្រើពាក្យញៀនហ្មងតែពីមុនធ្លាប់តែចំណាយពេល1ម៉ោងហើយមើលទូរស័ព្ទមើលអីចឹងគាត់ឈប់មើលហើយបាទគាត់មកធ្វើ homework គាត់តែវ័យនេះគឺអត់ទេគឺ1ម៉ោងឡើងទៅ2ម៉ោងអាទិត្យក្រោយឡើងទៅ3ម៉ោងអាទិត្យក្រោយឡើងទៅ5ម៉ោងហើយបើយើងអត់មានវិធីសាស្ត្រទប់ស្កាត់គាត់ទេ
cứ nhiên làm đó mà thọ hai ọt bẹp quát cứ có ọt chộp đại can mà sốc chất chộp hiến có chộp đai mà sốc chất cũ bên đây ấy có bên đây tới có trăng mưa ta tu sập có thể cái nào để con nhiên là cứ nâng hay con miền bên này hiến mà con miền bên này vô cho tụi đặc ca nghe sổ hàm mà con mà tới hiến còn toàn kia ngợp mà kênh ọt cục khoán ấy sốc phiệp ọt ló có điên ọt bậc cài đây chẳng là phong mà đái thở tại tụm lốp tăng bị không bay mà tha ca para tu sập rồi có skin mà quạt nắng thở tại miền mong còn nọt trầm trơ hay phong mà đái thở tại miền lệ khán tan còn nọt bắt luôn à phở tầm ná hay miền consequence bên tha miềnพอ เลย bãi បើសិនជាគាត់អត់ស្ដាប់យើងឬក៏គាត់អត់ធ្វើតាមលក្ខខណ្ឌដែលយើងកំណត់ឲ្យគាត់នឹងមកយើងអាចឲ្យគាត់ប្រើបាន screen នៅតូចក៏អាចប្រើបានដែរប៉ុន្តែសំខាន់គឺយើងកំណត់ឲ្យគាត់មើលប្រហែលម៉ោងមួយថ្ងៃប្រហែលម៉ោងប្រហែលដងហើយពេលណាណាហើយកាលណាយើងកំណត់តាំងពីតូចមកជា rule តាំងពីតូចមកយើងធំឡើងតែគាត់បើយុវវ័យនេះក៏យើងស្រួលនិយាយជាមួយគាត់ដែរព្រោះគាត់ធ្លាប់ទៅនឹង rule ទៅនឹង condition ទៅនឹងboundary ដែលយើងធ្លាប់មានជាមួយគាត់ហ្នឹងគាត់ធ្លាប់ហើយអញ្ចឹងគាត់ថាគាត់អាយុច្រើនយើងឲ្យម៉ោងគាត់រៀងច្រើនជាងមុនទៅណាយើងឲ្យសិទ្ធគាត់ច្រើនជាងមុនប៉ុន្តែនៅតែមានដែនកំណត់ច្បាស់លាស់ចាំបាច់ត្រូវតែមាន consequence បើសិនជាអត់មាន consequence តកតងទៅនឹងការប្រើប្រាស់លើសម៉ោងឬក៏ជក់លេងអត់រៀនអត់សូត្រនេះទេគឺយើងមិនអាចគ្រប់គ្រងគាត់បានទេហើយបើសិនជាគាត់ test boundary យើងណាគាត់ test យើងបើសិនជាគាត់សាកលេងលើសម៉ោងម្ដងពីរដងយើងអត់ថាឲ្យគាត់ទេយើងបដ ாய் គាត់លេងគាត់ឡើងស្ដាប់យើងនិយាយគាត់គិតថាអូពុំដែរនិយាយបានមាត់តែយើងមើលនៅបានមិនអីទេគាត់គិតអញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងចូលទៅដាក់លក្ខខណ្ឌមិនហើយគឺយើងត្រូវតែអនុវត្តអាហ្នឹងណាត្រូវតែគាត់ទទួលនៅផលវិបាកហ្នឹងបាទដើម្បីយើងអាចគ្រប់គ្រងគាត់បានដើម្បីកុំឲ្យគាត់ធ្លាក់ចូលទៅការញៀនទូរស័ព្ទឬក៏ប្រើ screen នេះបើសិនជាគាត់ត្រឹមតែជក់ខ្ញុំប្រើពាក្យថាជក់ហ្នឹងបើណាគាត់នៅចង់មើលច្រើនប៉ុន្តែពាក្យថាញៀនហ្នឹងគឺសឹងតែហួសពេលហើយពាក្យថាញៀនគឺគាត់ឡើងខ្វល់ពិភពខាងក្រៅហ្មងណាបងប្អូនអាចសម័យឃើញពាក្យថាញៀនហើយយើងញៀនអ្វីមួយហ្នឹងពិភពលោកខាងក្រៅហ្នឹងគឺ0គឺយើងផ្ដោតលើតែហ្នឹងគឺចង់បានហ្នឹងខាងក្រៅទៅស្អីយើងឡើងខ្វល់អញ្ចឹងកុំឲ្យគាត់ធ្វើម៉េចធ្លាក់ដល់ដំណាក់កាលគាត់ញៀននេះអត់សោះបាទតែញៀនហ្នឹងហើយគឺជាបញ្ហាមួយជាជំងឺមួយដែលពិបាកដោះស្រាយមែនតើអញ្ចឹងយើងត្រូវរកវិធីសាស្ត្រទប់ស្កាត់យ៉ាងណាកុំឲ្យគាត់ប្រើប្រាស់ទូរស័ព្ទនេះលើសម៉ោងកំណត់របស់យើងហើយត្រូវ balance ថាអូខេគាត់រៀនប្រើប្រាស់បច្ចេកវិទ្យារបស់គាត់នេះឲ្យវាមានសមតុល្យបាទពេលខ្លះក៏គាត់ត្រូវការប្រើប្រាស់ computer ទូរស័ព្ទរបស់គាត់ហើយរបស់គាត់ហ្នឹងដើម្បីធ្វើការស្រាវជ្រាវរៀនសូត្រដែរតែយើងបែងចែកច្បាស់រៀនសូត្រការងារសាលាហ្នឹងគឺយើងអនុញ្ញាតឲ្យគាត់ធ្វើតាមម៉ោងកំណត់ដែលសាលាគេបានតម្រូវឲ្យគាត់ធ្វើហើយសម្រាប់ការកំសាន្តផ្ទាល់ខ្លួនរបស់គាត់ដូចជាការប្រើប្រាស់បណ្ដាញសង្គមអីរបស់គាត់ហ្នឹងយើងត្រូវកំណត់ជាក់លាក់ថាតើគាត់ត្រូវប្រើមួយថ្ងៃប្រហែលដងម្ដងរយៈពេលប៉ុណ្ណាហើយជាពិសេសម៉ោងចូលគេងម៉ោងកំណត់ម៉ោងប៉ុណ្ណាគឺម៉ោងប៉ុណ្ណឹងមិនអាចលើសម៉ោងហ្នឹងបានទេ